អារម្មណ៍របស់យើងវាពាក់ព័ន្ធជាមួយនឹង crystal ឆ្លើយតបនឹងវីដេអូបងស្រីអានឹងពាក់ព័ន្ធនឹងបទពិសោធន៍របស់ខ្ញុំវាអាចថាដូចគាត់និយាយមែនវានឹងពាក់ព័ន្ធនឹងជំនឿឬក៏មួយទៀតវាពាក់ព័ន្ធនឹងអារម្មណ៍របស់យើងឧទាហរណ៍ជាក់ស្ដែងកាលខ្ញុំនៅវិតូចខ្ញុំភាសាឈឺទៅពេលអញ្ចឹងទៅម៉ែខ្ញុំគាត់ទិញអាកងដៃឲ្យកងដៃថ្មហ្នឹងតែមិនដឹងថាឈ្មោះប្រភេទថ្មនិងប្រភេទអីខ្ញុំអត់ដឹងដែរកាលនៅតូចតូចអត់ដឹងពេលពាក់អាកងដៃថ្មហ្នឹងទៅវាអត់ឈឺបែរឈឺនឹងអីតែពេលបែកបាក់ទៅអត់បានពាក់វាឈឺវិញទៀតពេល2ដងពិសោធន៍ចិត្តដឹងទៅគាត់ចេះទិញឲ្យពាក់ទៅហើយកងដៃនេះវាមានពណ៌សគាត់ទិញឲ្យនោះវាមានពណ៌សពណ៌លឿងហើយនិងពណ៌បៃតងតែគ្រាន់តែមិនដឹងថាពណ៌វាប្រភេទថ្មអីណាអត់ដឹងតែក្រោយមកទៀតខ្ញុំពេលខ្ញុំចូលធ្វើការខ្ញុំទិញពាក់ដែរឲ្យពាក់ឲ្យបានប្រហែលគឺយើងធម្មតាយើងធ្វើការនៅក្នុង office ជាមួយនឹង computer អញ្ចឹងយើងត្រូវការវា computer វាអីវាពាក់កងដៃវាទៅអញ្ចឹងទៅខ្ញុំជិះទៅដាក់លើតុដល់ទៅធ្លាក់ពីវាដងទៅបែកខូចខាតទៅលេងពាក់ទៅតែក្រោយមកទៀតខ្ញុំទិញនេះអានេះបតោនេះថងថ្មហ្នឹងខ្ញុំឃើញស្អាតខ្ញុំស្រឡាញ់ទៅយកពាក់ទៅពាក់ទៅមានអារម្មណ៍ថាស្រស់ស្រាយតែហ្នឹងខ្ញុំអត់ជឿថាលើតទៅនឹងអបិយជំនឿខ្ញុំជឿថាតទៅនឹងអារម្មណ៍របស់ខ្ញុំឯងព្រោះខ្ញុំស្រឡាញ់បតោហ្នឹងអាបតោថ្មហ្នឹងតែអាលើនេះខ្ញុំរើសបានទេអានេះខ្ញុំទិញយកមកទៅខ្ញុំចេះតែចងធ្វើបតោខ្លួនឯងទៅពេលពាក់អាបតោទៅមានអារម្មណ៍ថាស្រស់ស្រាយវាអត់ស្មុគស្មាញព្រោះយើងស្រឡាញ់ផងឬក៏អាចថាវាអាចពាក់ព័ន្ធនឹងផ្នែកវិទ្យាសាស្ត្រអីខ្ញុំមិនដឹងដែរអាហ្នឹងព្រោះថាបងប្អូនណាដឹងទៅនឹងផ្នែកវិទ្យាសាស្ត្រអាចថាថ្មឬវាមានធាតុអីអញ្ចឹងណាសារធាតុគីមីដែលជួយជំរុញឲ្យជំរុញសុខភាពឬក៏អារម្មណ៍របស់យើងវាអាចថាអញ្ចឹងដែរហ្នឹងសរុបមកពាក់ព័ន្ធនឹងរឿងថ្មដែលយើងពាក់ហ្នឹងឬក៏វត្ថុមានតម្លៃឬក៏ជាលក្ខណៈថាត្បូងថ្មឬក៏ជាត្បូងអីហ្នឹងវាពាក់ព័ន្ធនឹងទី1អារម្មណ៍របស់យើងទី2វាពាក់ព័ន្ធអាចថានឹងជំនឿដូចបងស្រីគាត់និយាយមែនឬក៏ទី3វាអាចថាពាក់ព័ន្ធនឹងផ្នែកវិទ្យាសាស្ត្រអាចថាថ្មឬវាមានជាតិស្អីមួយជួយជំរុញដល់សុខភាពរបស់យើងជួយដល់សុខភាពរបស់យើងអាចថាបានដែរតែយើងនិយាយទូទៅវិញសិនបើយើងគិតថាយើងពាក់ឬក៏យើងស្លៀកពាក់អីប្រើប្រាស់របស់អីទៅនឹងអាតុបតែងខ្លួនរបស់យើងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយធ្វើឲ្យយើងមានកម្លាំងចិត្តឬក៏មានទំនុកចិត្តលើខ្លួនឯងយើងធ្វើចឹងទៅឧទាហរណ៍ថាយើងពាក់ខ្សែដៃមាសឬក៏ខ្សែដៃថ្មអីទៅជួយយើងនឹងមានទំនុកចិត្តលើខ្លួនឯងវាអត់សូវមានអារម្មណ៍ថាហែលហាលអីចឹងណាហ្នឹងយើងធ្វើទៅឬក៏យើងគិតថាយើងស្លៀកពាក់កៅអៅបែបម៉េចធ្វើឲ្យយើងនឹងមានទំនុកចិត្តនេះយើងធ្វើចឹងទៅឧទាហរណ៍ថាអ្នកខ្លះទៀតគាត់ជួយចិត្តបែបពាក់ sexy ទៅមិនធ្វើគាត់ចេញណាមកណាចឹងទៅឬធ្វើការអីទៅមានអារម្មណ៍ថាមានទំនុកចិត្តលើខ្លួនឯងហ្មង fresh ហ្មងឧទាហរណ៍ដូចខ្ញុំអញ្ចឹងជួយចិត្តពាក់កៅអៅសាមញ្ញអញ្ចឹងទៅធ្វើខ្ញុំធ្វើការទៅបានរលូនឬក៏ក្រមឲ្យជំនុនឬក៏ថែមខ្សែកអីឬក៏ខ្សែដៃទៅវាធ្វើខ្ញុំនឹងកាន់តែមានទំនុកចិត្តលើខ្លួនឯងនេះខ្លះទៀតក៏ធ្វើការទៅដោះអាវដោះអីចឹងទៅអាហ្នឹងវាតាមនឹងតាមប្រភេទនោះតាមចំណុចចំណុចចិត្តឬក៏ថាអាចតាមវិស័យរបស់យើងហ្នឹងទៅមើលកន្លែងកុំឲ្យតាហ៊ូលើច្បាប់ផ្លូវច្បាប់ទី1ទៅតងច្បាប់ជាតិទី2ទៅតងច្បាប់នៅកន្លែងធ្វើការរបស់យើងឧទាហរណ៍យើងធ្វើការក្នុង office យើងធ្វើការដោះអាវមិនកែតយើងគិតថាយើងដោះអាវយើងមានអារម្មណ៍ស្រស់ស្រាយធ្វើការមានចិត្តទេតែការងារក្នុង office យើងទៅដោះមិនកែតអញ្ចឹងឬក៏យើងថាស្លៀកពាក់ហ្នឹង sexy ហ្នឹងយើងមានទំនុកចិត្តលើខ្លួនឯងហើយពេលយើងចេញដំណើរមកណាឬធ្វើការអីប៉ុន្តែយើង sexy ដល់ពេលលិចលើលិចក្រោមទៅចេញគេភេទគេអីទៅវាអាចមានបញ្ហាទៅផ្លូវច្បាប់អញ្ចឹងណាចឹងហើយសរុបមកវិញសិនបើយើងគិតថាយើងធ្វើអីស្រួលធ្វើឲ្យមានទំនុកចិត្តខ្លួនឯង
អាចធ្វើយើងធ្វើការបានស្រួលយើងធ្វើយ៉ាងតែធ្វើមិនក៏ដោយវាកុំឲ្យលឺលូដល់ហួសព្រំដែនអាហ្នឹង